រៀបការជាមួយប្តីកូរ៉េអាយុបង35ឆ្នាំដើម្បីលុយ50លានវ៉ុននារីខ្មែរម្នាក់នេះបានរៀបការទៅប្រទេសកូរ៉េក្នុងវ័យ19ឆ្នាំអាយុប៉ុណ្ណេះនាងគួរតែចូលរៀនសាកលវិទ្យាល័យតែផ្ទុយទៅវិញនាងបានរៀបការជាមួយបុរសអាយុ54ឆ្នាំអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺម្ដាយបង្កើតរបស់នាងមានអាយុត្រឹមតែ38ឆ្នាំប៉ុណ្ណោះនៅពេលរៀបការដែលក្មេងជាងកូនប្រសារទៅទៀតឥឡូវនេះហាអ៊ុនអាយុ25ឆ្នាំហើយបច្ចុប្បន្ននេះហាអ៊ុនមានការងារជាអ្នកលក់នៅក្នុងទីក្រុងតូចមួយក្នុងប្រទេសកូរ៉េដោយទទួលបានប្រាក់ខែប្រហែល$2000ចំណូលនេះគឺគ្រប់គ្រាន់ដើម្បីឲ្យនាងពេញចិត្តនឹងជីវិតក្នុងប្រទេសជឿនលឿនមួយនេះប៉ុន្តែបើយើងក៏លេចទៅមើលអតីតកាលវិញគ្រួសាររបស់នាងនៅប្រទេសកម្ពុជាគឺក្រីក្រខ្លាំងណាស់ហើយការងារក៏ពិបាករកនេះជាហេតុផលដែលឪពុកម្ដាយរបស់នាងព្រមទទួលយកសំណើទឹកប្រាក់50លានវ៉ុនប្រហែល$37,000ហើយជំរុញឲ្យកូនស្រីរៀបការជាមួយបុរសដែលមានអាយុបងនាង35ឆ្នាំតាមរយៈការណែនាំរបស់អ្នកភូមិកាលនោះនាងមិនពេញចិត្តទេប៉ុន្តែនាងមិននឹកស្មានថាជីវិតបច្ចុប្បន្នរបស់នាងល្អប្រសើរជាងនៅកម្ពុជានោះទេទោះបីជាប្តីរបស់នាងមើលទៅមិនសង្ហានិងចាស់ក៏ដោយក៏វានៅតែប្រសើរជាងជីវិតដ៏លំបាកនៅប្រទេសកម្ពុជាកូនស្រីរបស់ពួកគេឥឡូវនេះមានអាយុ5ឆ្នាំហើយប្តីរបស់នាងស្រឡាញ់កូនខ្លាំងណាស់ដើម្បីជួយមើលថែកូនពួកគេបាននាំម្ដាយរបស់នាងពីកម្ពុជាមកកូរ៉េដំបូងឡើយម្ដាយរបស់នាងមានការចាប់អារម្មណ៍ល្អចំពោះកូនប្រសាប៉ុន្តែពេលវេលាកន្លងទៅអ្វីដែលនៅសេសសល់គឺភាពនឹករលឹកផ្ទះប្តីរបស់នាងធ្លាប់ខឹងនិងដេញម្ដាយក្មេកចេញពីផ្ទះទាំងកណ្ដាលយប់គាត់បានដកប្រាក់2លានវ៉ុនដើម្បីបញ្ជាឲ្យម្ដាយក្មេកត្រឡប់ទៅកម្ពុជាវិញភ្លាមៗតែអ្នកយកយ៉ាងណាចំពោះវីដេអូនេះកុំភ្លេចខមមិននៅខាងក្រោម